ឈុតរបស់គាត់នេះអស់មិនធម្មតាដែរហ្នឹងណាបងដោយសារតែគាត់ដូរតាំងពីស្រោមចកោថ្មីហើយដូរតាំងពីដៃលេខទៀតហើយពីដៃលេខគុជវិញដូរម្ដង3ខ្លាំងជាងឡានទៀតហើយដូរឲ្យវែងជាងចាស់ទៀតដៃលេខចាស់របស់គាត់ហ្នឹងប្រហែលជាខ្ទង់3 ទឹកអីហ្នឹងអានេះគាត់ដូរឡើង4 ទឹកតាមដែលខ្ញុំដឹងពីបងដែលគាត់ប្រើដៃលេខគុជវិញហ្នឹងគឺពេលដែលគាត់ប្រើកាន់តែវែងទៅធ្វើឲ្យគាត់កាច់ដៃលេខហ្នឹងកាន់តែធូរតែប្រភេទវែងអញ្ចឹងឬដែរបងដោយសារតែពេលយើងដាក់វែងទៅពេលខ្លះយើងអាចនឹងទិសដៃយកូចអញ្ចឹងសម្រាប់ការដាក់វែងយើងចង់ដាក់វែងប្រវែងម៉ានក៏បានដែរប៉ុន្តែធ្វើម៉េចកុំឲ្យទិសពេលយើងកាច់សម្រាប់ស្រោមចកូតបងអាចសារទៅក្រោយបន្តិចទៅឃើញពីរបៀបដាក់ស្រោមចកូតហើយចង់នាំបងទៅមើលពីការរៀបចំអីវ៉ាន់ខាងប្អូនទៅឲ្យម៉ួយតិចបងនេះជាដុំបំលែងភ្លើងពីភ្លើងរត់ដើម្បីអាចតេស្តភ្លើងអាគុយបានភេទដុំហ្នឹងនោះត្រាតាម៉ួយគាត់កំងបានខ្ញុំធ្វើឲ្យអត់មានស្រាប់ទេបងពេលយើងចង់តេស្តភ្លើង24 វ៉ុល 12 វ៉ុលឲ្យភ្ញៀវមើលអីគឺបងអាចកំងអាហ្នឹងដើម្បីឲ្យខ្ញុំធ្វើឲ្យបានខ្ញុំរៀបច្រើនឈុតហើយប៉ុន្តែអត់ដែរធ្វើវីដេអូទេអញ្ចឹងទៅឆ្លៀតឱកាសនេះនិយាយពីគ្រឿងនឹងតិចបងអញ្ចឹងបងណាដែលគាត់ចង់អីអាចតាក់ទងមកបានរាល់ដងពេលដែលខ្ញុំតេស្តភ្លើង12 វ៉ុល 24 វ៉ុលឲ្យភ្ញៀវក៏ប្រើដបនឹងដូចគ្នាបងហើយនោះត្រាតែចេះតដែរបងបានអាចធ្វើកើតបើឲ្យខាងខ្ញុំរៀបហើយបងគ្រាន់តែយកទៅគឺអាចបានប្រើបានតែម្ដងហើយប្រភេទបំលែងភ្លើងហ្នឹងខ្ញុំមានច្រើនប្រភេទបងភ្លើងពី24 វ៉ុលទៅ12 វ៉ុលពីភ្លើងរត់ទៅភ្លើងអាគុយពីអាគុយមកភ្លើងរត់វិញក៏មានដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបង